សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿងទឹកដីនៃអពតថៃដែលជាបន្តមុននឹងចូលទៅកាន់សាច់រឿងរបស់យើងអេដមីនចង់ប្រាប់តកតងជាមួយនឹងរឿងអត្រីនៃចក្រវាលដោយសារតែមានបញ្ហាបន្តិចបន្តួចចឹងហើយអត់ទាន់បានចេញទេចាំរឿងនេះបាន15ភាគសិនចាំយើងទៅបន្តរឿងនោះចឹងតោះកុំទៅបាយយូរពេកយើងចូលទៅកាន់សាច់រឿងរបស់យើងតែកុំភ្លេចជួយ Start ឲ្យអេដមីនម្នាក់មួយផងចឹងតោះបើរួចហើយយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាចាប់ផ្ដើមនៅពេលនេះមកក៏នៅទីលានប្រកួតដដែលអ្នកទាំង4ក៏បន្តមើលមុខគ្នាទៅវិញទៅមកបែរសមងក្រោយសាំងឈិនក៏បានប្រាប់ឲ្យអ្នកទាំងពីរបញ្ចេញឲ្យអស់ពីសមត្ថភាពមកបង្ហាញខ្ញុំបន្តិចមើលថាអ្នកទាំងពីរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាដៃគូរបស់ខ្ញុំនៅថ្ងៃអនាគតដែរឬទេឡានកាក៏បានរំលឹកស្របពេលនោះ fan របស់សាំងឈិនជាមួយនឹងលីជីក៏ចាប់ផ្ដើមហៅទៅឲ្យពួកគេតែសម្រាប់អ្នកទាំងពីរវិញក៏មាន fan ដូចគ្នាដែលជាពីរអ្នកបងប្អូនភ្លោះនេះគណៈពេលនោះបើកលែងមកកាន់សាំងឈិនវិញគេក៏បានមើលទៅកាន់លោកម្ចាស់លសឺអ្នកទាំងពីរមើលមុខគ្នាបន្តិចហើយសាំងឈិនក៏បានដើរទៅម្ខាងគណៈពេលនោះឡានកាក៏ចាប់ផ្ដើមផិតភ័យហើយហ្វហក៏សួរតែខ្លាចមែនទេតែឡានកាក៏នៅតែមាត់រឹងប្រាប់ថាគ្មានអ្វីគួរឲ្យខ្លាចនោះទេរីឯលីជានេះវិញក៏និយាយទៅកាន់អ្នកទាំងពីរខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងបញ្ចេញឲ្យអស់ពីសមត្ថភាពដែលពួកគេមានស្របពេលនោះប្រតិយាយអូនក៏បានប្រកាសថាចាប់ផ្ដើមគ្រាន់តែលើបែបនេះហ្វហប្រឈមមុខជាមួយនឹងជើងខ្លាំងចឹងក៏ចាប់ផ្ដើមបញ្ចេញនូវស្នេហ៍ខ្លាំងរបស់គាត់តែម្ដងគាត់ក៏បានប្រែទៅជាមេតបដ៏ធំនោះម្ដងទៀតកាន់ដាវយ៉ាងសង្ហាបន្ទាប់មកក៏សម្រុកចូលបើកការវិភាលីជីឃើញបែបនេះក៏នៅតែហោះឡើងទៅខាងលើញញឹមធម្មតារួចក៏បានបញ្ចេញនូវចំហាយភ្លើងដ៏សម្បើមរបស់នាងវិភាចូលទៅចំណែកឯឡានកើវិញគាត់ក៏បានហោះឡើងទៅខាងលើប្រតិសិនចុះឡើងចាប់ផ្ដើមផ្ទេរកម្លាំងរបស់គាត់ទៅកាន់ហ្វាហក៏បានលើកនៅដាវឡើងកាប់មួយទំហឹងទប់ទល់អំពីការវិភារបស់លីជីតែប៉ុននេះលីជីក៏នៅតែញញឹមធម្មតាអ្នកគុណនិយមនៅខាងលើក៏ចាប់ផ្ដើមស្រែកហៅបន្តទៀតហើយកលែងមកលើសង្វៀនប្រកួតវិញអ្នកទាំងពីរក៏នៅតែបន្តខិតខំប្រឹងប្រែងមិនយូរប៉ុន្មានពួកគេក៏អាចបំបីទៅកាន់ចំហាយភ្លើងរបស់លីជីបានបន្ទាប់មកឡានកើក៏ស្រូបធម្មពលចេញពីហ្វាវិញបញ្ចេញនូវកងចក្រខ្យល់របស់គាត់ជាច្រើនវិភាចូលទៅឃើញកងចក្រខ្យល់របស់ឡានកើសម្ដៅមកកាន់នាងបែបនេះលីជីក៏នៅតែញញឹមបញ្ចេញនូវចំហាយភ្លើងរបស់នាងទៅទប់ទល់ឃើញថាកងចក្រខ្យល់របស់ឡានកើគឺគ្មានអ្វីមួយផែចំពោះចំហាយភ្លើងរបស់នាងទេចំណែកឯហ្វាឃើញចំហាយភ្លើងរបស់នាងនៅតែសម្ដៅមកបែបនេះគាត់ក៏បានបញ្ចេញនូវខែប្រាជ្ញាត្រៀមនឹងទប់ទល់តែគ្រាន់តែចំហាយមិនទាន់មកដល់ផងខែប្រាជ្ញារបស់ហ្វាក៏ចាប់ផ្ដើមប្រែបន្តិចម្ដងទៅហើយស្របពេលនោះឡានកើក៏ដឹងថាដល់ពេលវេលាល្អហើយបញ្ចេញនូវធាតុទឹករបស់គាត់ទៅគ្របដណ្ដប់ទៅកាន់ខែប្រាជ្ញាគណៈពេលនេះផងដែរចំហាយធម្មពលរបស់នាងទាំងពីរក៏បានប៉ះទង្គិចគ្នាលេចចេញជាមួយនឹងសម្ពាធធម្មពលយ៉ាងខ្លាំងក្លាស្របពេលដែរហ្វាបន្តទប់ទល់ឡានកើក៏បានបើកភ្នែកពុកពេញទៅដោយចំហាយធម្មពលរន្ទះហោះឡើងទៅខាងលើបញ្ចេញនូវស្នៀតផ្គរលាន់មេឃាចំហាយរន្ទះយ៉ាងខ្លាំងក្លាក៏បានលេចចេញពីបញ្ញាកាសរួចគាត់ក៏បានបាញ់ឆ្ពោះមកខាងក្រោមលេចចេញនូវពូរន្ទះមកពូរន្ទះរបស់គាត់ក៏បានវាឡើងទៅលើខែប្រាជ្ញាបង្កើនកម្លាំងបន្ថែមទៀតតែបើទោះបីជាអញ្ចឹងក្តីលីជីក៏នៅតែញញឹមធម្មតាបញ្ចេញនូវក្បិតភ្លើងជាច្រើនវិភាបន្តឡានកើឃើញបែបនេះក៏មានការភ្ញាក់ផ្អើលរីឯហ្វាវិញក៏បានបញ្ចេញនូវស្នៀតមនុស្សរួមជាមួយនឹងដាវកាប់គំតិចទៅកាន់ចំហាយធម្មពលរបស់នាងត្រឹមតែមួយផ្លែប៉ុណ្ណោះអ្នកទាំងពីរស្ទើរតែទប់ទល់ឡើងចង់បានទៅហើយបន្ទាប់មកហ្វាក៏បានទុកនៅខែប្រាជ្ញារបស់គាត់បញ្ចេញនូវខែតូចៗជាច្រើនការពារពីការវិភារបស់លីជីឡានកើឃើញបែបនេះក៏ធូរទ្រូងជាខ្លាំងរួចគាត់ក៏ចាប់ផ្ដើមបញ្ចេញនូវស្នៀតអាការៈវរត់រួមមកចូលម្ដងទៀតហើយដែលលើកនេះផងដែរគឺជាស្នៀតទឹករន្ទះដំណក់ទឹកអមទៅដោយចំហាយធម្មពលរន្ទះជាច្រើនក៏បានហោះស្បើយទៅកាន់លីជីឆ្លៀតឱកាសនេះផងដែរឡានកើក៏បានចុះទៅខាងក្រោមទៅលើស្មាហ្វាបញ្ចេញនូវចំហាយធម្មពលរន្ទះរបស់គាត់យ៉ាងខ្លាំងក្លារីឯហ្វាវិញទទួលបានធម្មពលពីសំណាក់ឡានកើហើយក៏បានបើកភ្នែកពោពេញទៅដោយពន្លឺសម្រុកទៅកាន់លីជីដោយឡែកលីជីពេលនេះនាងក៏ត្រូវបានទឹករន្ទះឡានកើឡោមព័ទ្ធចិត្តទៅហើយមិនត្រឹមតែប៉ុណ្្នេះទេទឹករន្ទះនេះវាក៏អាចស្រូបនៅធម្មពលភ្លើងរបស់លីជីបានទៀតបន្ទាប់មកនាងក៏បានដកនៅដាវមកចេះចេញនៅចំហាយធម្មពលភ្លើងយ៉ាងខ្លាំងក្លាសារជាថ្មីម្ដងទៀតធម្មពលភ្លើងរបស់នាងក៏ត្រូវបានទឹករន្ទះរបស់ឡានកើស្រូបយកដដែលវាក៏បានបញ្ចេញនៅចំហាយរន្ទះយ៉ាងខ្លាំងលីជីក៏ព្យាយាមទប់ទល់ប៉ុន្តែដោយសារតែចំហាយភ្លើងរបស់នាងខ្លាំងពេកនោះក៏បានផ្ទុះបែកអស់ទៅឡានកើក៏សួរឌឺដងតែអស់ចាស់ដែរទេនេះគឺជាការបង្កើតដែលខ្ញុំបង្កើតមកសម្រាប់តែការប្រកួតនៅថ្ងៃនេះនាងលើបែបនេះក៏ចង់មួម៉ៅតែស្របពេលនោះហ្វាក៏បានលើកដៃរបស់គាត់ក៏វាឆាច់កាប់ចូលមកលីជីក៏បានកាប់ទប់តទៅវិញក៏ធ្វើឲ្យសម្ពាធធម្មពលយ៉ាងខ្លាំងក៏បានសាយភីពីពេញទីលានទាំងមូលគ្រាន់តែដៃអ្នកទាំងពីរបានប៉ះទង្គិចគ្នាបែបនេះក៏ធ្វើឲ្យអ្នកគុណនិយមមួយចំនួនស្ទើរតែបែកក្រាលជាបាត់ហើយក៏លែងមកលើសងវិញប្រកួតវិញលីជីក៏ចាប់ផ្ដើមផិតភ័យហើយក៏ព្រោះតែហ្វាបានបើកភ្នែកមកពោពេញទៅដោយពន្លឺទម្លាក់នៅដាវប្រាជ្ញារបស់គាត់ពីខាងលើពីដើមមកថែមទៀតឃើញបែបនេះសម្បីតែសាំងឈិនក៏សរសើរថាដាវបំបែកពន្លឺនេះក៏ពិតជាអស្ចារ្យខ្លាំងណាស់
ប៉ុន្តែយ៉ាងណាវាក៏នៅតែមិនគ្រប់គ្រាន់ចំណែកឯលីជានេះវិញឃើញដាវហ្វាហ័រទម្លាក់មកកាន់នាងបែបនេះក៏បានបញ្ចេញនូវអាវក្រោះចេញមកបញ្ចេញនូវស្នៀតដាវនៅសេរីភាពកំទេចទៅកាន់ដាវបំបែកពន្លឺរបស់ហ្វាហ័រខ្ទេចបាត់ទៅរួចក៏ប្រាប់ថាដល់វេនរបស់នាងម្ដងហើយបន្ទាប់មកក៏បានកាប់មកពីដាវលេចចេញនៅមយុរាភ្លើងពីផាទៅកាន់ហ្វាហ័រខំយកខែប្រាជ្ញារបស់គាត់មករងដែរប៉ុន្តែវាក៏នៅតែប្រេះម្ដងបន្តិចរហូតទាល់តែបែកខ្ទេចមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែរាងកាយមេទ័ពដ៏ធំរបស់គាត់ក៏បានរលាយបាត់ដូចគ្នារីឯហ្វាហ័រពេលនេះគាត់ក៏បានក្អួតឈាមចេញមករងរបួសយ៉ាងធ្ងន់ដោយឡែកចំហាយមយុរាក៏នៅតែសម្រុកមកឡានក៏ឃើញចឹងក៏បានបញ្ញាប់ទៅទទួលហ្វាហ័រក៏ធ្វើអ្នកទាំងពីរដេកស្អាតបាត់ទៅហើយចំណែកឯលីជីក៏បានចុះមកលើសង្វៀនប្រកួតឆោយ៉ាងស្រស់ស្អាតតែឡានក៏នៅតែប្រាប់ថានាងប្រើប្រាស់ធម៌ពលអស់ច្រើនហើយបបួលហ្វាហ័រប្រយុទ្ធបន្តហ្វាហ័រពេលនេះគាត់ក៏បានក្រោកមកឆោលែងចង់ជាប់តែក៏ត្រូវបានឡានក៏បញ្ចូលធម៌ពលឲ្យហ្វាហ័រក៏ដឹងហើយថាសមត្ថភាពប្រយុទ្ធពួកគេក៏បានកើនឡើងម្ដងទៀតហើយមិនត្រឹមតែប៉ុណ្ណេះសូម្បីតែរបួសក៏បានជាផងដែរបន្ទាប់មកអ្នកទាំងពីរក៏បានត្រៀមប្រយុទ្ធបញ្ចេញនៅធម៌ពលយ៉ាងខ្លាំងក្លាឃើញបែបនេះលីជីក៏បានសើចល្អណាស់ខ្ញុំចូលចិត្តនិយាយរួចក៏បានសម្រុកចូលហ្វាហ័រក៏បានបញ្ចេញនៅដាវរបស់គាត់ចេញមកលើកឡើងទៅខាងលើបញ្ចេញនៅកម្ពីអ្នកអនុវត្តច្បាប់កាលណាពេលនោះហ្វាហ័រក៏ចាប់អារម្មណ៍នឹងអ្វីម្យ៉ាងដុំធម៌ពលព័ត៌មានជាច្រើនក៏បានឡំពាត់ជុំវិញរាងកាយរបស់គាត់ទន្ទឹមនឹងនោះផងដែរស្លាបពន្លឺដ៏ស្រស់ស្អាតមួយគូក៏បានផុសឡើងមកមើលទៅអ្នកទាំងពីរពេលនេះក៏ហាក់បីដូចជាបានរួមបញ្ចូលជាមួយនឹងគ្នាអញ្ចឹងរីឯឡានគាត់ក៏មិនខុសអំពីហ្វាហ័រនោះដែរបន្លែងទឹកមួយក៏បានលេចចេញមកមិនត្រឹមតែប៉ុណ្នេះស្តាតនិធានរបស់គាត់ទាំងអស់ក៏បានផុសឡើងមកដូចគ្នាខណៈពេលដែលវានៅតែបន្តហោះប្រទះសិនចុះឡើងនោះកន្លែងមកខាងក្រៅវិញហ្វាហ័រក៏បានបញ្ចេញនៅដាវពន្លឺរបស់គាត់មកបញ្ចេញនៅស្នៀតកាត់ធាតុដាវពន្លឺរបស់គាត់ជាច្រើនក៏បានផុសឡើងមកបើកការវាប្រហារទៅកាន់លីជីតែប៉ុន្តែនេះលីជីនាងក៏នៅតែអាចគេចផុតបានឃើញបែបនេះហ្វាហ័រក៏បានចាប់ដៃឡានក្រវីបោះទៅកាន់លីជីឡានក៏បានបញ្ចេញនៅបលែងទឹករបស់គាត់វាផាម្ដងទៀតជាលទ្ធផលលីជីក៏ត្រូវបានបលែងទឹករបស់ឡានលេបចូលទៅក្នុងពោះធាតុភ្លើងរបស់នាងក៏បានរលាយបាត់ទៅក្រោយពីបលែងទឹកទៅផុតនាងក៏បានបញ្ចេញនៅភ្លើងម្ដងទៀតសម្រុកទៅកាន់អ្នកទាំងពីរហ្វាហ័រគាត់ក៏បានបើកនៅខែការពារទប់ទល់ជាមួយនឹងការវាផារបស់នាងសាជាថ្មីម្ដងទៀតតែដោយសារតែធម៌ពលរបស់នាងខ្លាំងពេកនោះឡានក៏ជួយបញ្ចូលធម៌ពលរបស់គាត់បន្ថែមក៏ធ្វើឲ្យសម្ពាធធម៌ពលយ៉ាងខ្លាំងក្លាបានស្ដាយភាយពីពេញទីលានទៅមូលឃើញបែបនេះលីជីក៏ភ្ញាក់ផ្អើលជាមួយនឹងអក្ខរាវិរុទ្ធទឹកនេះផងដែរបន្ទាប់មកនាងក៏បានលើកដាវឡើងក៏វាចុះឡើងកាប់មកកាន់អ្នកទាំងពីរបន្ថែមទៀតក៏ធ្វើឲ្យលើកនេះធម៌ពលបានផ្ទុះខ្លាំងជាងមុនទ្វេដងស្របពេលនោះអ្នកទាំងពីរក៏បានផ្ដល់សញ្ញាទៅកាន់គ្នាទៅវិញទៅមកឡានក៏បានបញ្ជានៅបលែងទឹករបស់គាត់មកពីខាងក្រោយដើម្បីវាប្រហារទៅកាន់លីជីគណៈពេលនេះផងដែរលីជីនាងក៏ត្រូវបានគ្រប់គ្រងទៅដល់ចំហាយទឹករបស់ឡានក៏បាត់ទៅហើយតែប៉ុណ្ណឹងសម្រាប់លីជីក៏នៅតែគ្មានបញ្ហាក៏ចាប់ផ្ដើមបញ្ចេញនូវស្នូវអណ្ដាតភ្លើងបរិសុទ្ធចេញមកចំហាយភ្លើងយ៉ាងខ្លាំងក្លាក៏បានផ្ទុះគំទេចទៅកាន់ទឹករបស់ឡានក៏បន្ទាប់មកនាងក៏បានបើកភ្នែកមកម្ដងទៀតផ្ទុះឡើងនៅចំហាយភ្លើងយ៉ាងខ្លាំងក្លាក៏វានៅដើមមួយឆាយភ្លើងរបស់នាងក៏បានឆេះពីពេញសងវាទាំងមូលគណៈពេលនេះផងដែរលីជីក៏បានលើកនៅដាវរបស់នាងឡើងទៅខាងលើចំហាយភ្លើងដែលចេញពីដាវរបស់នាងគឺហាក់បីដូចជាខ្យល់គូសភ្លើងអញ្ចឹងដល់ឡែកអ្នកទាំងពីរឯនេះវិញក៏បានមកចេញស្នៀតអង្កាំនៅទេវភាពក៏ស្របពេលដែរធម្មពលភ្លើងរបស់លីជីបានវាប្រហារមកទុះពីពេញសងវាទាំងមូលហេតុការណ៍នេះក៏ធ្វើឲ្យគ្រប់គ្នាមានអាការភ្ញាក់ផ្អើលជាពិសេសនោះគឺជាសាំងឈិនក៏ប៉ុន្តែអ្នកទាំងពីរគឺគ្មានបញ្ហាអ្វីនោះទេក៏ដោយសារតែពួកគេបានប្រើប្រាស់នូវស្នៀត teleport បន្ទាប់មកឡានក៏បានលើកនាងឡើងទៅខាងលើចំហាយបលែងរបស់គាត់ក៏បានហោះប្រទះសិនចុះឡើងរីឯហ្វាហ័រនេះវិញក៏បានបញ្ចេញនូវស្នៀតបង្ខាំងពិភពលោកឃើញនាងកំពុងតែជាប់ឃុំឃាំងបែបនេះឡានក៏បានហោះឡើងទៅខាងលើដាក់ទៅកាន់នាងមួយដៃក៏ធ្វើឲ្យនាងបានខ្ទាតចុះទៅខាងក្រោមលីជីធ្លាក់មកមិនទាន់មកឆោស្រួលបួផងក៏ត្រូវបានហ្វាហ័របញ្ចេញនៅដាវប្រាជ្ញារបស់គាត់វិភាបន្តគណៈពេលដែលនាងស្ទើរតែត្រូវបានដាវប្រាជ្ញារបស់ហ្វាហ័រវាយផាចំទៅហើយនោះសាំងឈិនក៏បានរលាយបាត់ភ្លាមលេចខ្លួននៅលើសង្វៀនប្រកួតនិយាយថាគ្រប់គ្រាន់ហើយរួចក៏បានស្រូបយកនៅដាវហ្វាហ័រចេញទៅបាត់លីជីចុះមកដល់ខាងក្រោមហើយក៏ចង់ប្រយុទ្ធបន្តប៉ុន្តែសាំងឈិនក៏បានខាត់ក៏ថែមទាំងជួយវាយស្ទះឲ្យនាងទៀតរួចសាំងឈិនក៏សរសើរទៅកាន់អ្នកទាំងពីរក៏ថែមទាំងបានប្រាប់ទៅកាន់គណៈកម្មការថាគាត់បោះបង់នៅការប្រកួតលើបែបនេះគ្រប់គ្នាក៏ស្រឡាំងកាំងមិនយល់ថាហេតុអ្វីគេធ្វើបែបនេះព្រោះតែយាយអូននាងក៏ភ្ញាក់ផ្អើលដូចគ្នាបញ្ញាប់ចូលមកលើសង្វៀនប្រកួតសួរថាប្រកាសដែរទេសាំងឈិនគាត់ក៏បានងក់ក្បាលដើរចាចេញទៅព្រោះតែយាយអូនឃើញបែបនេះក៏បានកលើកទៅកាន់លោកម្ចាស់រស់ស៊ឺគាត់ក៏បានយកព្រមបន្ទាប់មកនាងក៏បានរលាយបាត់ទៅក្បែរខ្លួនអ្នកទាំងពីរប្រកាសអំពីជ័យជំនះគ្រាន់តែលើបែបនេះមនុស្សគ្រប់គ្នាក៏មានអាការភ្ញាក់ផ្អើលសូម្បីតែលោកម្ចាស់រស់ស៊ឺពេលនេះក៏បានក្រោកឈរឡើងទះដៃអបអរសាទរគ្រប់គ្នាក៏បានទះដៃអបអរសាទរតាមគាត់កន្លែងមកកាន់ព្រឹទ្ធាយាយអូនវិញក៏បានបញ្ចេញនៅស្ទប់ខាជាច្រើនដើម្បីទម្លាក់មកដើម្បីបង្កើននៅបរិយាកាសមួយទៀតរីឯអ្នកទាំងពីរក៏បានចាប់ដៃជាមួយនឹងគ្នាភ្លាមក៏បានដកវិញជុះដៃចេញធ្វើដោយស្អប់ពើមគ្នាណាស់អញ្ចឹងស្របពេលនោះព្រឹទ្ធាយាយអូនក៏បានអុកនៅឈើច្រត់ម្ដងទៀតប្រកាសអំពីរង្វាន់ដែលពួកគេត្រូវតែទទួលបានរួចក៏បាន
ស្វាគមន៍លោកម្ចាស់លស៊ឺដើម្បីប្រគល់រង្វាន់ទៅកាន់បេក្ខជនដែលជាប់នៅជ័យលាភីគណៈពេលនោះផងដែរស្រទាប់ផ្កាជាច្រើនក៏បានប្រែទៅជាពស់ពណ៌ខ្មៅនោះម្ដងទៀតត្រូវខ្លួនលោកម្ចាស់លស៊ឺចុះមកខាងក្រោមចម្ងាយនឹងសោះក៏ក្បាច់ក្បូរដែរគាត់ក៏បានទះដៃនិយាយថាគួរចាប់អារម្មណ៍រួចក៏បង្ហាញអំពីរង្វាន់ដែលពួកគេត្រូវទទួលបានដែលរង្វាន់ទី1នោះគឺជាប្រាក់ 10,000 កាក់មាសហ្វាហ័រទទួលបានហើយគាត់សប្បាយចិត្តជាខ្លាំងព្រោះតែពេលនេះគាត់អាចជួយសង្គ្រោះទៅកាន់អាឡឺតបានហើយរីឯរបស់ទី2ដែលពួកគេត្រូវទទួលបានហើយក៏ជារបស់ដែលពួកគេចង់បានបំផុតនោះគឺជាត្រាព្រះវិញ្ញាណរួចក៏ណែនាំខ្លួនឯងថាគាត់គឺជាសមាជិកដែលមកអំពីទឹកដីបិសាចបាឈីហើយរបស់នេះក៏ជាវត្ថុដែលចេញអំពីត្រកូលរបស់គាត់ដែរបើសិនបើជាអ្នកទៅពីទៅទឹកដីបិសាចរបស់គាត់នោះប្រកាសជាមានការភ្ញាក់ផ្អើលជាងនេះទៅទៀតតែឡានកើតពេលនោះមិនបានខ្វល់អំពីសម្ដីរបស់គាត់ទេក៏ធ្វើឲ្យលោកម្ចាស់លាស់ស៊ឺចង់មកម៉ៅស្របពេលនោះព្រឹទ្ធាចារ្យម្នាក់ក៏បានបង្ហាញខ្លួននិយាយថាលោកម្ចាស់លាស់ស៊ឺគាត់គឺជាមេទ័ពដែលនៅក្នុងត្រកូលបាឈីហើយគាត់ក៏មានកងទ័ពពោះចំនួន 3,800 នាក់ផងដែរហើយគាត់ក៏ជាបិសាចថ្នាក់ខ្ពស់ដែលមកពីដែនដីបិសាចដូចគ្នាតែឡានកើតក៏នៅតែមិនខ្វល់ក៏ព្រោះតែគាត់កំពុងតែចាប់អារម្មណ៍ទៅកាន់ត្រាព្រះវិញ្ញាណព្រមទាំងឆ្ងល់ថាវាប្រើប្រាស់ដោយរបៀបណាទៅគាត់ក៏បានប្រាប់ឲ្យឡានកើតប៉ះទៅកាន់ភ្នែកពណ៌បៃតងនិងក្រហមព្រមគ្នាឡានកើតសើចបន្តិចអរគុណគាត់ហើយក៏បានដើរចាស់ចេញទៅរីឯហ្វាហ័រវិញក៏ប្រាប់ថាគាត់មិនចាប់អារម្មណ៍ទៅកាន់ទឹកដីបិសាចនោះទេឃើញអ្នកទាំងពីរមិនគោរពទៅកាន់លោកម្ចាស់លាស់ស៊ឺបែបនេះព្រឹទ្ធាចារ្យម្នាក់នេះគាត់ក៏ចង់មកជំនួសប៉ុន្តែលោកម្ចាស់លាស់ស៊ឺក៏បានខាត់និយាយថាអនុញ្ញាតឲ្យពួកគេទៅចោះរួចក៏បានលៀនអណ្ដាតមកដែលដូចជាពស់បន្ទាប់មកសាច់រឿងក៏បានកើតមកដល់ខាងក្រៅឡានកើតក៏ថាពួកយើងនឹងដកវាចេញនៅពេលដែលត្រឡប់ទៅវិញហ្វាហ័រក៏បានយល់ព្រមស្របពេលនោះពួកគេក៏ចាប់អារម្មណ៍ទៅកាន់សាំងឈិនដែលកំពុងតែមានរឿងជាមួយនឹងបរិមម្នាក់ហើយពេលនោះគេគឺចង់ប្រកួតជាមួយនឹងសាំងឈិនមិនថាបើទោះបីជាគេមិនចង់ឬក៏ចង់នោះទេគេក៏ត្រូវតែប្រកួតឲ្យបានឡានកើតក៏ភ្ញាក់ផ្អើលលូទៅកាន់អាប៉ែនោះថាជាអ្នកណាបើជាហ៊ានតឹងសរសៃកទៅកាន់សាំងឈិនហ្វាហ័រក៏ប្រាប់ថាគេគឺមានឈ្មោះថាឡុងស៊ឺគឺជាបេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ1នៅការប្រកួតតូលឬមួយក៏ជាការប្រកួតតែម្នាក់ឯងនឹងឮបែបនេះឡានកើតក៏ភ្ញាក់ផ្អើលថាគេគឺជាទេពកោសល្យនៅក្នុងដែនពិសិដ្ឋដែលមកពីត្រកូលនីក្រីកហើយគេក៏ជាអ្នកប្រយុទ្ធដ៏ខ្លាំងបំផុតនៅក្នុងដែនពិសិដ្ឋដូចគ្នានៅក្នុងអាយុ 27 ឆ្នាំនេះគេក៏ឈានទៅដល់កម្រិតទី 7 កំពូលបាត់ហើយមិនឆ្ងល់ទេហេតុអ្វីបានជាគេហ៊ានប្រឈមមុខជាមួយនឹងបុត្រានៃភាពងងឹតនិយាយរួចក៏បបោហ្វាហ័រទៅមើលកលែមកកាន់សាំងឈិនវិញក៏សមភ័យទោសគាត់មិនទទួលនៅការប្រកួតនោះទេគណៈពេលដែលគាត់បងរងនដាចាចាញ់គេក៏នៅតែខាត់និយាយថាសាំងឈិននេះគឺមកដែរទាំង3ដើម្បីធ្វើការប្រកួតប៉ុន្តែគេមិនដែលប្រយុទ្ធសូម្បីតែម្ដងគត់បើអញ្ចឹងនៅដែរឯងមកទីនេះធ្វើអ្វីឬមួយក៏ឯងប្រសើរប្រសាទនិយាយរួចក៏សើចឌឺដងទៅកាន់សាំងឈិនប្រាំទាំងថាគេនឹងរងចាំសាំងឈិនក៏បានរំលឹករងចាំមែនទេក៏ប៉ុន្តែឯងមិនស័ក្តិសមនៅឡើយតែឡុងស៊ឺក៏នៅតែថាសាំងឈិននេះគឺជាគោលដៅរបស់គេហើយពេលនេះខ្ញុំក៏ឈានទៅដល់កម្រិតទី 7 កំពូលដូចគ្នាបើសិនជាចង់ចាស់ចេញនោះត្រូវតែរំលងខ្ញុំជាមុនសិននិយាយរួចក៏បានប្រែទៅជារាងកាយដើមរបស់គេស្រែកក្រហមយ៉ាងខ្លាំងគណៈពេលនោះលីជីក៏ចង់ចាត់ការទៅហើយប៉ុន្តែសាំងឈិនក៏បានខាត់បន្ទាប់មកសាំងឈិនក៏បានលើកដៃរបស់គាត់ឡើងទៅខាងលើបបោក៏ចាប់ផ្ដើមប្រែប្រួលម្ដងទៀតរួចក៏និយាយធម្មតាប៉ុណ្ណោះធុញខ្លាំងណាស់ស្របពេលនោះថាមពលដ៏ខ្មៅងងឹតជាច្រើនក៏បានហុំព័ទ្ធទៅលើខ្លួនរបស់គេរីឯលោកម្ចាស់លាស់ស៊ឺនេះវិញឃើញទិដ្ឋភាពទាំងអស់នេះគាត់ក៏មានការចាប់អារម្មណ៍ក៏ថែមទាំងបាននិយាយពាក្យមួយចំនួនថែមទៀតលំដាប់នៃការគ្រប់គ្រងពិភពលោកការបញ្ច្រាស់នៃផែនដីនិងឋានសួគ៌កម្រិតទី 9 ក៏លែងមកកាន់ខាងនេះវិញឡុងស៊ឺក៏ដឹងហើយថាគេគឺពិតជាស្ថិតនៅកម្រិតទី 9 មែនបន្ទាប់មកសាច់រឿងក៏បានកាប់មកដល់បារាំងម្នាក់គេក៏ចាប់អារម្មណ៍ដឹងថានេះគឺជាបាយឺសាំងឈិនខ្ញុំគិតថាគាត់មិនបញ្ចេញចលនានោះទេប្រសិនបើជាដែនពិសិដ្ឋមិនបង្ខំភ្លាមនោះកូនចៅរបស់គាត់ក៏សួរតើពួកយើងគួរធ្វើអ្វីមួយដែរទេលើបែបនេះគាត់មិនបានតបតអ្វីឡើយក៏ធ្វើឲ្យសាច់រឿងរបស់យើងបានមកដល់ទីបញ្ចប់ដូចគ្នា